គោលការណ៍ទាំង7នៃទំនាក់ទំនងអាជីវកម្ម The 7C of Communication ក្នុងវិស័យគ្រប់គ្រងនិងទំនាក់ទំនងអាជីវកម្ម 7C គឺជាគំរូដ៏សំខាន់មួយដែលជួយឲ្យការទំនាក់ទំនងមានប្រសិទ្ធភាពនិងច្បាស់លាស់គោលការណ៍ទាំង7នេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីធានាថាសារដែលបានផ្ញើទៅកាន់អ្នកទទួលគឺងាយយល់និងមានឥទ្ធិពល 1. Clear ច្បាស់លាស់សារដែលត្រូវតែមានគោលបំណងច្បាស់លាស់អ្នកផ្ញើសារត្រូវដឹងថាពួកគេចង់បានអ្វីពីអ្នកទទួលហើយកុំប្រើពាក្យពេចន៍ដែលធ្វើឲ្យអ្នកស្ដាប់មានការភ័ន្តច្រឡំ 2. Concise សង្ខេបការប្រើប្រាស់ពាក្យពេចន៍ឲ្យខ្លីនិងចំចំណុចជៀសវាងការប្រើពាក្យដែលមិនចាំបាច់ឬការរៀបរាប់វែងឆ្ងាយដែលធ្វើឲ្យបាត់បង់អត្ថន័យសំខាន់ 3. Concrete ជាក់ស្ដែងសារគួរតែផ្អែកលើការពិតនិងទិន្នន័យជាក់ស្ដែងការប្រើប្រាស់ឧទាហរណ៍ឬតួលេខនឹងធ្វើឲ្យអ្នកទទួលមានទំនុកចិត្តនិងយល់បានកាន់តែស៊ីជម្រៅ 4. Correct ត្រឹមត្រូវព័ត៌មានដែលផ្ញើត្រូវតែមានភាពត្រឹមត្រូវទាំងអក្ខរាវិរុទ្ធវិជ្ជាករនិងអង្គហេតុការខុសឆ្គងច្រើនពេកនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះឬសាររបស់លោកអ្នកបាត់បង់តម្លៃ 5. Coherent មានទំនាក់ទំនងល្អចំណុចទាំងអស់នៅក្នុងសារត្រូវតែមានទំនាក់ទំនងគ្នានិងរៀបចំតាមលំដាប់លំដោយសារដែលគ្មានរបៀបរៀបរយនឹងធ្វើឲ្យអ្នកទទួលពិបាកក្នុងការចាប់យកខ្លឹមសារ 6. Complete ពេញលេញសារត្រូវតែមានព័ត៌មានគ្រប់គ្រាន់ដែលអ្នកទទួលត្រូវការដើម្បីធ្វើសេចក្តីសម្រេចចិត្តឬឆ្លើយតបកុំទុកឲ្យអ្នកទទួលមានចម្ងល់លើចំណុចសំខាន់ 7. Courteous សុភាពរាបសារការទំនាក់ទំនងត្រូវមានភាពគួរសមនិងការគោរពទោះបីជាអ្នកកំពុងពិភាក្សាអំពីបញ្ហាធ្ងន់ធ្ងរក៏ដោយការប្រើពាក្យសម្ដីសមរម្យនឹងជួយរក្សាទំនាក់ទំនងល្អជាមួយដៃគូ